ជាដំបូងនាងខ្ញុំសូមគោរពជម្រាបសួរទៅដល់លោកគ្រូអ្នកគ្រូនិងសួស្តីបងប្អូនសិស្សានុសិស្សទាំងអស់គ្នាជាពិសេសគឺសិស្សានុសិស្សដែលកំពុងសិក្សានៅថ្នាក់ទី12នាងខ្ញុំឈ្មោះអ៊ីមស្រីនិតដែលថ្ងៃនេះនាងខ្ញុំនឹងធ្វើពិសោធន៍បង្ហាញមួយទៅលើប្រធានបទអធិពលកាតាលីករទៅលើល្បឿនប្រតិកម្មដែលគោលបំណងនៃការធ្វើពិសោធន៍នេះគឺពណ៌នាអំពីអធិពលកាតាលីករទៅលើល្បឿនប្រតិកម្មនៅក្នុងការបំបែកទឹកអុកស៊ីសែនណេដោយដែលយើងបានសិក្សារួចមកហើយថាកាតាលីករគឺជាសារធាតុដែលជួយពន្លឿនល្បឿនប្រតិកម្មគីមីកើតឯងហើយកើតឡើងវិញដោយមិនបាត់បង់លក្ខណៈគីមីនៅពេលប្រតិកម្មកាតាលីករគឺចែកចេញជាពីរទី1គឺកាតាលីករអសរីរាង្គនិងទី2កាតាលីករសរីរាង្គដែលកាតាលីករអសរីរាង្គជាប្រភេទគីមីដែលមានទម្រង់ផ្សេងពីគ្នាចំណែកឯកាតាលីករសរីរាង្គឬហៅថាកាតាលីករជីវសាស្ត្រឬហៅម្យ៉ាងទៀតថាជាកាតាលីករអង់ស៊ីមដែលភាគច្រើនវាជាម៉ូលេគុលប្រូតេអ៊ីនដែលបង្កឡើងពីភាវៈរស់ចាអញ្ចឹងនៅក្នុងពិសោធន៍នេះផងដែរយើងខ្ញុំនឹងលើកយកកាតាលីករអង់ស៊ីមដែលជាថ្លាមាន់ដើម្បីធ្វើការបំបែកនៅទឹកអុកស៊ីសែនណេហើយជាទូទៅទឹកអុកស៊ីសែនណេនៅពេលដែលបំបែកគឺទទួលបានលទ្ធផលជាទឹកហើយនិងឧស្ម័នអុកស៊ីសែនដែលឧស្ម័នអុកស៊ីសែនដែលទទួលបានពីប្រតិកម្មហ្នឹងយើងអាចសម្គាល់បានដោយក្រោយពេលប្រតិកម្មគឺយើងយករងើកធូបដាក់ចូលទៅក្នុងបំពង់សាកហើយប្រសិនបើរងើកធូបហ្នឹងឆេះច្រាឡើងបានន័យថាវាមានវត្តមានអុកស៊ីសែនអញ្ចឹងមុននឹងឈានទៅដល់ការពិសោធន៍យើងត្រូវពាក់ស្រោមដៃពាក់ម៉ាស់ហើយនឹងពាក់អាវពិសោធន៍ដើម្បីការពារសុវត្ថិភាពក្នុងទីពិសោធន៍ជាមុនសិនចឹងតទៅនេះនាងខ្ញុំនឹងបង្ហាញអំពីឧបករណ៍និងសារធាតុគីមីដែលចាំបាច់នៅក្នុងការធ្វើពិសោធន៍មួយនេះដែលឧបករណ៍របស់យើងមានជើងទម្របំពង់សាកដែលមានបិទស្លាកទី1គឺគ្មានកាតាលីករហើយនិងទី2កាតាលីករថ្លាមាន់ហើយមានពីប៉ែតបន្តក់ដែកកេះធូបហើយចំពោះសារធាតុគីមីយើងមានជាកាតាលីករថ្លាមាន់ហើយនិងទឹកអុកស៊ីសែនណេអញ្ចឹងចូលមកដល់ដំណើរការពិសោធន៍តែម្ដងយើងធ្វើការបូម solution ទឹកអុកស៊ីសែនណេចូលបំពង់សាកទាំងពីរចំនួន5មីលីលីត្រដូចគ្នាបន្ទាប់មកទៀតនៅបំពង់សាកដែលបិទផ្លាកថ្លាមាន់គឺយើងដាក់ថ្លាមាន់ចូលហើយចំណែកបំពង់សាកមួយទៀតគឺយើងអត់ដាក់អ្វីចូលទេបន្ទាប់មកយើងគូសធូបដើម្បីបានរងើកធូបហើយដាក់ចូលទៅក្នុងបំពង់សាកចឹងយើងឃើញរងើកធូបឆេះច្រាឡើងចឹងមានន័យថាវាមានវត្តមានអុកស៊ីសែនចំណែកឯបំពង់សាកដែលយើងអត់មានដាក់កាតាលីករចូលចឹងនៅពេលដែលយើងដាក់ទៅគឺវាអត់មានឆេះច្រាឡើងទេចឹងមានន័យថាវាมันមានវត្តមានអុកស៊ីសែនទេចាអញ្ចឹងការពិសោធន៍របស់នាងខ្ញុំក៏បានមកដល់ទីបញ្ចប់ដែរនាងខ្ញុំក៏សូមអរគុណទៅដល់លោកគ្រូអ្នកគ្រូហើយនិងសិស្សានុសិស្សទាំងអស់គ្នាដែលបានតាមដានទស្សនាពីដើមរហូតដល់ចប់សូមអរគុណ